រូបបរមត្ថភាគទី4នៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីរូបទី4គឺរក្សា ឬក៏រក្សារម្មណ៍គឺជារសដែលប្រកបតាមផ្លូវអណ្ដាតរសប្រកបឡើងនៅពេលដែលប៉ះទប់អណ្ដាតរសឬក៏រក្សារម្មណ៍គឺជាលក្ខណៈធម្មដែលមានពិតសតិរលឹកដឹងលក្ខណៈរបស់រសនៅតាមផ្លូវអណ្ដាតសតិរលឹកដឹងលក្ខណៈរបស់រូបអារម្មណ៍នៅតាមផ្លូវភ្នែកសតិរលឹកដឹងលក្ខណៈរបស់សត្វទារម្មណ៍នៅតាមផ្លូវត្រចៀកសតិរលឹកដឹងលក្ខណៈរបស់ឃានអារម្មណ៍នៅតាមផ្លូវច្រមុះសតិរលឹកដឹងនៅលក្ខណៈធម៌កំពុងប្រកបតាមទ្វារនីមួយៗនោះលែងជាការប្រមូលផ្ដុំជាក្រុមជាពួកបន្តទៀតហើយការបំបែកលោកដែលធ្លាប់តែប្រជុំរួបរวมគ្នាជាតួសត្វជាតួបុគ្គលឬក៏អត្តាតួខ្លួននោះដែលយើងគ្រប់គ្នាតែងតែយល់ច្រឡំថាលោកនៅក្នុងការរស់នៅនេះគឺជារូបនៃមនុស្សសត្វបុគ្គលឬក៏អត្តាផ្សេងៗតាមពិតទៅវាគឺជាសភាពលក្ខណៈធម៌កើតឡើងដោយឡែកផ្សេងគ្នានៅតាមផ្លូវនីមួយៗយ៉ាងលឿនរហ័សបំផុតឧទាហរណ៍ដូចជារូបដែលប្រកបនៅតាមផ្លូវភ្នែកគឺជាលក្ខណៈមួយរបស់ធម៌មួយរូបដែលប្រកបឡើងនៅតាមផ្លូវត្រចៀកគឺជារូបមួយមិនមែនជាសត្វបុគ្គលអត្តាតួខ្លួនរូបដែលប្រកបនៅអណ្ដាតឬក៏រក្សាអារម្មណ៍នោះគឺជារូបមួយដែលមិនមែនជាតួសត្វបុគ្គលអត្តាតួខ្លួនណាមួយឡើយតាមពិតទៅនៅក្នុងโลกនៃការរស់នៅយើងឃើញថាដូចជាការប្រមូលផ្ដុំដឹងនៅរឿងរ៉ាវដែលកំពុងកើតឡើងនេះរួមគ្នាតែមួយដូចដែលយើងបានឃើញជាប្រកក្តីនៅក្នុងជីវិតប្រចាំថ្ងៃតាមពិតបើសិនជាយើងសិក្សាចូលទៅតាមពាក្យបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធនឹងធ្វើឲ្យយើងបានយល់ដឹងអំពីលក្ខណៈរបស់បរមត្តធម៌ឬក៏លក្ខណៈរបស់ធម៌ដែលកំពុងតែកើតឡើងនៅក្នុងជីវិតជាប្រកក្តីនៅតាមផ្លូវនីមួយឬក៏ទ្វារនីមួយដូចជារូបអារម្មណ៍ប្រកបនៅតាមភ្នែកកើតឡើងតាំងនៅរលត់ទៅមិនមែនជាសត្វមិនមែនជាបុគ្គលរក្សាឬក៏រស់គឺជាអារម្មណ៍ដែលកធបប៉ះនៅតាមផ្លូវអណ្ដាតគឺជារូបមួយដូច្នោះការសិក្សានឹងឲ្យយើងកើនឡើងនៅតួសតិបញ្ញាចម្រើននៅលក្ខណៈរបស់ស្ថិបដ្ឋានរហូតបានដឹងនៅលក្ខណៈធម្មដោយឡែកដែលមិនមែនជាតួសត្វឬបុគ្គលអត្តាតួខ្លួននោះឡើយដែលនៅពេលដែលសតិឬក៏សតិប្បដ្ឋានប្រកបឡើងនឹងចាប់ផ្ដើមធ្វើឲ្យយើងយល់ម្ដងបន្តិចថាអ្វីដែលយើងធ្លាប់តែគិតថាជាមនុស្សសត្វបុគ្គលតាមពិតទៅវាកើតចេញមកអំពីរូបតែមួយប្រភេទផ្សេងគ្នាដូចជាលក្ខណៈរបស់រូបអារម្មណ៍ដែលប៉ះទប់នឹងចក្ខុប្រសាទគឺជារូបមួយប្រភេទនិងសត្វទារម្មណ៍គឺជារូបដែលប៉ះទប់នឹងនិងសោតប្រសាទគឺជារូបមួយប្រភេទនិងប្រភេទផ្សេងទៀតដែលកើតឡើងទៅតាមហេតុនិងបច្ច័យកើតឡើងហើយតាំងនៅក៏រលត់ទៅវិញដូច្នេះសតិគួរតែរលឹកដឹងដើម្បីបានយល់ច្បាស់នៅលក្ខណៈរបស់រូបនីមួយដែលកំពុងកើតឡើងនៅតាមផ្លូវឬក៏ទ្វារនីមួយដូច្នេះការសិក្សាព្រះធម៌គឺជាការសិក្សាអំពីជីវិតរស់នៅប្រចាំថ្ងៃការសិក្សាអំពីលក្ខណៈរបស់ភ្នែកត្រចៀកច្រមុះអណ្ដាតកាយជាប្រកក្តីនៅក្នុងជីវិតប្រចាំថ្ងៃមិនមែនទៅសិក្សារឿងដែលហួសវិស័យនៅក្នុងការគិតរបស់យើងនោះទេអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងនិងបង្រៀនដល់ពុទ្ធបរិស័ទកន្លងមកនៅក្នុងសម័យពុទ្ធកាលនិងមកដល់បច្ចុប្បន្នកាលនេះការសិក្សាគឺជាការសិក្សាអំពីលក្ខណៈបរមត្តពិតដែលកំពុងតែកើតឡើងជាប្រកក្តីបើសតិរលឹកដឹងលក្ខណៈរបស់រស់នៅខណៈកំពុងប្រកបនេះមានន័យថារស់កំពុងប្រកបនៅខណៈនោះតែប៉ុណ្ណោះនៅតាមទ្វារផ្សេងទៀតក៏
រលត់លែងមានសេះសល់ទៀតហើយការប្រចាក់ច្បាស់នៅលក្ខណៈរបស់រូបដែលកំពុងតែប្រកបនៅតាមទ្វារនីមួយៗនោះបង្ហាញឲ្យឃើញថាលោកនេះសោះសូន្យទៅទេមិនមែនជាតួខ្លួនមនុស្សសត្វបុគ្គលអត្តាតួខ្លួននោះទេគឺមានត្រឹមតែជាសភាពលក្ខណៈធម្មៈមួយប្រភេទដែលកើតឡើងនៅខណៈកំពុងតែប្រចាក់ច្បាស់នោះនៅពេលតួសតិប្រចាក់ច្បាស់ចំពោះលក្ខណៈរូបនីមួយៗដែលកំពុងតែប្រកបនៅតាមទ្វារនីមួយៗហើយខណៈនោះហើយដែលបញ្ញានឹងដឹងច្បាស់ថាអ្វីដែលធ្លាប់យល់ថាជាមនុស្សសត្វលោកនៃការរស់នៅតាមសេចក្តីពិតទៅវាត្រឹមតែជាលក្ខណៈធម៌ដាច់ដោយឡែកពីគ្នាតែមួយមិនមែនជាការប្រមូលផ្ដុំជាតួខ្លួនយើងជាតួសត្វបុគ្គលនោះទៀតទេហេតុដូច្នោះហើយទើបព្រះអរហន្តសម្មាសម្ពុទ្ធត្រាស់សម្ដែងថាគ្រប់យ៉ាងគឺជាធម៌ឬត្រឹមតែជាលក្ខណៈធម៌ដែលជានាមធម៌និងរូបធម៌ដែលបានកើតឡើងព្រោះហេតុបច្ច័យកើតឡើងហើយតាំងនៅរលត់ទៅមិនមែនជាអត្តាតួខ្លួនមនុស្សសត្វបុគ្គលនោះសោះឡើយដូច្នោះការដែលយើងអាចយល់បានថាលោកនេះមិនមែនជាយើងបានមិនមែនជាសត្វបុគ្គលអត្តាតួខ្លួននោះទាល់តែជាការសិក្សាអប់រំចម្រើនបញ្ញារហូតដល់សតិអាចប្រចាក់ច្បាស់នៅសភាពលក្ខណៈធម៌ដែលកំពុងតែប្រកបជាធម្មតាជាប្រកក្តីនៅក្នុងលោកនៃការរស់នៅរបស់យើងនៅដែលតួសតិនោះវារលឹកដឹងដល់លក្ខណៈរបស់រូបដែលប្រកបនៅតាមភ្នែកគឺជារូបអារម្មណ៍រូបដែលប្រកបនៅតាមត្រចៀកគឺជាសតិអារម្មណ៍ឬក៏រូបដែលប្រកបប៉ះខ្ទប់ជាមួយនឹងអណ្ដាតគឺជារក្សាអារម្មណ៍នៅក្នុងមេរៀនរូបបរមត្ថភាគទី4នេះយើងបានសិក្សាអំពីរូបមួយទៀតយើងហៅថារក្សាឬក៏រក្សាអារម្មណ៍ដែលជារូបរក្សាអារម្មណ៍គឺជារូបមួយជាលក្ខណៈនៃរស់ដែលកើតឡើងប៉ះខ្ទប់ទៅនឹងអណ្ដានសៀងធសូសៀងធ